តម្លៃពីលាន$100,000សមត្ថភាពពិតរបស់កំភ្លើងធំចល័ត TCL 181ដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍កំភ្លើងធំបាញ់គោលដៅស្វ័យប្រវត្តិបំពាក់លើកង់ប្រភេទ TCL 181ទំហំ155មីលីម៉ែត្រត្រូវបានគេចាត់ទុកថាជាអាវុធទំនើបដ៏មានឥទ្ធិពលមួយដែលត្រូវបានអភិវឌ្ឍឡើងនៅក្នុងប្រទេសចិនដោយក្រុមហ៊ុនការពារជាតិ Norinco ដើម្បីផ្ដល់នូវភាពបត់បែនខ្ពស់និងកម្លាំងបាញ់ដ៏សន្ធោសន្ធៅនៅលើសមរភូមិក្នុងសមយុទ្ធនោះកំភ្លើងធំទាំងនេះបានបាញ់ប្រហារលើគោលដៅក្នុងកម្ពស់និងចម្ងាយផ្សេងៗគ្នាដោយប្រើប្រាស់កុំព្យូទ័រតម្រង់ទិសដៅលើប្រព័ន្ធនិងទិន្នន័យ Digital ពេលជាក់ស្ដែងពីកង់ល្បាតដើម្បីវាយប្រហារដោយការសម្របសម្រួលគ្នាខណៈដែលនៅតែរក្សាបាននូវស្ថិរភាពប្រតិបត្តិការនិងភាពជាក់លាក់ខ្ពស់ទោះបីជាស្ថិតក្រោមសម្ពាធបរិស្ថានខ្លាំងក៏ដោយប្រភេទ TCL 181គឺជាកំភ្លើងធំ155មីលីម៉ែត្រថ្មីបំផុតមួយនៅលើពិភពលោកនិងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងជួរកងទ័ពតាំងពីឆ្នាំ2019មកម្លេះការប្រើប្រាស់តួខ្លួនរថយន្តកង់6ជំនួសឲ្យតួខ្លួន Track Chassis គឺជាលក្ខណៈពិសេសមួយដែលជួយបង្កើនប្រសិទ្ធភាពសម្រាប់ប្រតិបត្តិការលើភ្នំក៏ដូចជាជួយកាត់បន្ថយចំណាយប្រតិបត្តិការផងដែរកំភ្លើងធំនេះប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសមរភូមិរួមបញ្ចូលគ្នាប្រព័ន្ធបញ្ជាការបាញ់កំភ្លើង Digital ពេញលេញប្រព័ន្ធរុករកផ្កាយរណបនិងសមត្ថភាពតម្រង់កំភ្លើងស្វ័យប្រវត្តិវាអាចបាញ់គ្រាប់រំសេងបានយ៉ាងច្រើនប្រភេទរួមមានគ្រាប់ផ្ទុះខ្លាំងគ្រាប់បាញ់ចម្ងាយឆ្ងាយគ្រាប់ជំនួយដោយរ៉ុកែតនិងគ្រាប់បំពាក់បច្ចេកវិទ្យាកម្រិតខ្ពស់ដូចជាស៊េរី GP6 និង GP155 ជាដើម TCL 181មានចម្ងាយវាយប្រហារ40គីឡូម៉ែត្រដែលត្រូវគេចាត់ទុកថាជាស្តង់ដារសម្រាប់កំភ្លើងធំ155មីលីម៉ែត្រទោះបីជាចម្ងាយឆ្ងាយជាងនេះអាចសម្រេចបានដោយប្រើគ្រាប់បំពាក់កម្លាំងរ៉ុកែតក៏ដោយលក្ខណៈពិសេសលេចធ្លោបំផុតមួយរបស់ TCL 181គឺមានភាពចល័តខ្ពស់ដោយគ្រឿងនីមួយៗអាចដំណើរការក្នុងល្បឿន90គីឡូម៉ែត្រក្នុង1ម៉ោងនិងអាចធ្វើដំណើរបានឆ្ងាយលើសពី600គីឡូម៉ែត្រដោយប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងខ្លួនប្រព័ន្ធនេះមានសមត្ថភាពដាក់ពង្រាយនិងបដូរទីតាំងសារជាថ្មីក្នុងរយៈពេលក្រោម3នាទីដោយដែលបានបង្ហាញក្នុងសមយុទ្ធថ្មីនេះដែលជួយបង្កើនលទ្ធភាពរស់រានមានជីវិតប្រឆាំងនឹងការបាញ់តបតរបស់កំភ្លើងធំសត្រូវដែលបានបង្ហាញពីសារៈសំខាន់យ៉ាងខ្លាំងក្នុងការប្រយុទ្ធដោយកំភ្លើងធំថ្មីនេះនៅឯសមរភូមិអ៊ុយក្រែនការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធនេះបានពង្រឹងបន្ថែមទៀតនូវឧត្តមភាពកំភ្លើងធំដ៏លើសលប់របស់ចិនលើប្រទេសឥណ្ឌាតាមបណ្ដោយព្រំដែនហិម៉ាឡាយ៉ាដែលត្រូវបានចាត់ទុកថាជាគន្លឹះក្នុងការទប់ស្កាត់ទីក្រុង New Delhi មិនឲ្យព្យាយាមបើក hostility សារជាថ្មីលើទឹកដីដែលមានចំនួននោះឡើយផ្អែកលើទិន្នន័យពីកិច្ចសន្យាអន្តរជាតិនិងការនាំចេញកំភ្លើងធំបំពាក់លើយានយន្តប្រភេទនេះតម្រូវឲ្យមានការចំណាយប្រហែល$2,100,000អាមេរិកសម្រាប់តែមួយគ្រឿងតែប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយការចំណាយជាក់ស្ដែងលើការប្រមូលទិញប្រព័ន្ធយោធានេះគឺមានការប្រែប្រួលផ្សេងៗគ្នាអាស្រ័យលើទំហំនៃកញ្ចប់កិច្ចសន្យាគ្រាប់រំសេវកិច្ចសន្យាថែទាំនិងកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាជាឧទាហរណ៍ជាក់ស្ដែងប្រទេសអេត្យូពីធ្លាប់បានធ្វើការបញ្ជាទិញចំនួន32គ្រឿងខណៈដែលអតិថិជនធំដទៃទៀតដូចជាប្រទេសប៉ាគីស្ថានបានសម្រេចចិត្តទិញចូលរហូតដល់រាប់រយគ្រឿងរួចមកហើយដើម្បីបម្រើឲ្យតម្រូវការការពារជាតិរបស់ខ្លួន